ពុទ្ធបាលវាជាសត្វដែលមានពឹសពលសាហាវខ្លាំងរូបរាងរបស់វាស្រដៀងនឹងពស់វែកដែរតែมันបើកពពែដោយពស់វែកទេដែលសត្វពស់ត្បាល់ញីវាមានលក្ខណៈធម្មតាតែពស់ឈ្មោលពេលវាធំទៅវាមានដោះសេកឬស្នែងនៅលើក្បាលលក្ខណៈប្លែកខុសពីពស់ដទៃគឺវាវាយប្រហារសត្រូវដោយប្រើកន្ទុយមិនមែនចឹកនោះទេដែលកន្ទុយរបស់វាមានលក្ខណៈដូចជាកន្ទុយខ្ញាដំរីហើយលក្ខណៈពិសេសមួយទៀតវាអាចខំកន្ទុយវាបង្វិលខ្លួនដូចជាកង់រទេះប្រហែលកន្លែងនឹងហើយដែលគេថាពស់ត្បាល់ធំប៉ុនកង់រទេះគឺទំហំរង្វង់កង់មិនមែនទំហំខ្លួនវានោះទេការបង្វិលខ្លួនរបស់វាគឺលឿនខ្លាំងណាស់តាមការនិទានវាអាចធ្វើដំណើរដោយការបង្វិលខ្លួនក្នុងល្បឿនប្រមាណ96គីឡូម៉ែត្រក្នុង1ម៉ោងប្រសិនបើជួបមនុស្សគឺពិបាកនឹងរួចជីវិតណាស់ព្រោះល្បឿនប៉ុណ្ណឹងគឺស្មើនឹងល្បឿនមនុស្សយើងរត់ប្រហែល3ដងបើយើងចង់រួចផុតពីការវាយប្រហារឬសម្លាប់របស់ពស់ត្បាល់យើងត្រូវរត់ឲ្យបានលឿនបំផុតរួចទៅពួននៅក្រោមដើមឈើពេលនោះវានឹងប្រើកន្ទុយវាវាត់សម្ដៅទៅដើមឈើពេលដែលកន្ទុយវាចាក់ត្រូវដើមឈើនោះនឹងត្រូវងាប់យ៉ាងឆាប់រហ័សត្រឹមតែមួយថ្ងៃដោយសារជាតិពឹសរបស់ពស់ត្បាល់ម្យ៉ាងទៀតយើងអាចរត់ទៅកន្លែងណាដែលមានរបងឬកន្លែងណាមានរបាំងខ្ពស់ល្មមរួចពួននៅទីនោះពេលវាមកដល់វានឹងវិលទៅផុតបើវាបន្ថយល្បឿនដើម្បីឈប់ខំកន្ទុយហើយវាមករកយើងនោះយើងនឹងមានឱកាសរត់គេចពីវាបាន